អ្នកគ្រូសំសុផានីគ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្តទទួលបានជ័យលាភីលេខ1គ្រូបង្រៀនល្អពានរង្វាន់សម្ដេចតេជោសែនឆ្នាំ2025ជ័យលាភីគ្រូបង្រៀនល្អពានរង្វាន់សម្ដេចតេជោសែននាឆ្នាំ2024-2025នេះបានទៅអ្នកគ្រូសំសុផានីបង្រៀនថ្នាក់ទី4កនៃសាលាបឋមសិក្សាអនុវត្តក្រុងកំពង់ឆ្នាំងជាអ្នកដណ្ដើមបានជ័យជំនះក្នុងចំណាត់ថ្នាក់លេខ1ទូទាំងប្រទេសក្រោយពីការចូលរួមប្រកួតថ្នាក់ជាតិនាពេលកន្លងមកនេះបើយោងតាមលទ្ធផលប្រកាសជាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយនាពេលថ្មីៗនេះអ្នកគ្រូមានឈ្មោះសំសុផានីបង្រៀនថ្នាក់ទី4កនៃសាលាបឋមសិក្សាអនុវត្តស្ថិតក្នុងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងអ្នកគ្រូបានបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេលប្រមាណជា25ឆ្នាំបានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រនិងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងដែរដោយមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡានិងថ្នាក់ដឹកនាំសាលាអនុវត្តផ្ទាល់នៅឆ្នាំ2025នេះអ្នកគ្រូសំសុផានីបានចូលរួមប្រកួតដណ្ដើមជ័យលាភីគ្រូបង្រៀនល្អសម្រាប់ឆ្នាំ2025ឆ្លងតាមរយៈការប្រឡងបង្រៀនប្រកបដោយបទពិសោធន៍បច្ចេកទេសទៅតាមនិយមគ្រូកុសលពោពេញទៅដោយសមត្ថភាពអ្នកគ្រូសំសុផានីត្រូវបានគណៈកម្មការថ្នាក់ខេត្តធ្វើការវិតម្លៃចំពោះសមត្ថភាពនៃការបង្រៀនដោយអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងគ្រូបង្រៀនល្អទូទាំងប្រទេសពានរង្វាន់សម្ដេចតេជោសែនឆ្លងតាមការប្រកួតប្រជែងថ្នាក់ជាតិអ្នកគ្រូសំសុផានីទទួលបានជ័យជំនះជ័យលាភីពានរង្វាន់សម្ដេចតេជោសែនជាគ្រូបង្រៀនល្អសម្រាប់ឆ្នាំ2025ទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ1ទូទាំងប្រទេសជ័យលាភីដែលអ្នកគ្រូសំសុផានីទទួលបាននាពេលនេះមានពាន1អមដោយទឹកប្រាក់ពានរង្វាន់ជ័យលាភីនេះបានធ្វើឲ្យកិត្តិនាមរបស់ខេត្តកំពង់ឆ្នាំងក្នុងវិស័យអប់រំកាន់តែមានឈ្មោះបោះសម្លេងនិងធ្វើឲ្យគេស្គាល់ខេត្តកំពង់ឆ្នាំងកាន់តែខ្លាំងតាមរយៈស្នាដៃនិងសមត្ថភាពរបស់គ្រូបង្រៀននៅខេត្តកំពង់ឆ្នាំងពោពេញដោយសមត្ថភាពគុណភាពនិងគុណវុឌ្ឍិ